ម្នាក់ពេលអាវក្រហមនឹងមេនាំរឿងតាបងប្អូនអ្នកផ្ទះនៅសុកសកនាំពួកគាត់យំឡងពេញផ្ទះបានឯនឹងយំបងប្អូនគាត់ទៅឃើញក៏ដឹងដែរឡងក្រហមតែទៀតហើយគឺសមុទ្រនេះខ្ញុំទិញពីពេញមកទិញឡងប្រហែលជា6 7ថ្ងៃអត់បានធ្វើអីទេគាត់នៅមកដល់ផ្ទះភ្លាមគឺមានការជួបជុំគ្នាជាមួយគ្រួសារអញ្ចឹងណាហើយក៏ញាត់គ្រឿងសមុទ្រនៅក្នុងទូកកហើយក៏ភ្លេចរហូតដល់ឥឡូវពេលចិត្តទៅពេញវិញបាននឹកឃើញថាគ្រឿងសមុទ្រនៅហើយទិញស្ប៉ាហ្គេទីមកទឹកម្ទេសមកក៏នឹកឃើញថាធ្វើគ្រឿងសមុទ្រក្លុកហូបជុំគ្នាអញ្ចឹងនេះទេសភាពនៅក្រៅផ្ទះខ្ញុំតិចតួចនិយាយទៅឡងខៀវស្ងាត់ហ្មងឲ្យតែដល់ខែភ្លៀងអញ្ចឹងអូនិយាយមែនបងប្អូនឯងខ្ញុំអត់ចង់ទៅពេញវិញទេបាននៅស្រុកនេះជួបជុំជាមួយគ្រួសារផងបានជុំគ្នាល្អមែនតើឆ្នាំហ្នឹងគឺថាទេសភាពវិញឡើងមកកប់មកអែមហ្មងវិញផ្ទះឡងខៀវស្ងាត់ហើយបើទឹកវិញគឺថាចិត្តលិចផ្ទះហើយដោយសារតែផ្ទះម៉ាក់ប៉ាខ្ញុំគឺនៅជាប់ទន្លេតែម្ដងហើយគ្រឿងសមុទ្រក្លុករបស់ខ្ញុំនេះគឺថាធ្វើកាត់ទេបងប្អូនមានស្ប៉ាហ្គេទីប្រហែលជា3កញ្ចប់ខ្ញុំធ្វើរៀងច្រើនតិចដោយសារតែគ្រួសារខ្ញុំគឺច្រើនមែនតើពិសេសក្មេងៗហ្មងនៅក្នុងផ្ទះអ្នកចេះហូបហិលច្រើនប៉ុន្តែអ្នកអត់ចេះហូបហិលមានតែក្មេងៗប្រហែលជា2 3នាក់ទេដំបូងចង់ដាក់ទឹកម្ទេសកូរ៉េនឹងដល់តែ3ដបប៉ុន្តែមានក្មេងៗហូបជាមួយចឹងណាក៏បន្ថយមួយដបសល់តែ2ដបហើយពោតនេះទិញមកពីខេត្តស្ទឹងត្រែងនិយាយទៅនៅស្រុកខ្ញុំបន្លែខ្លះគឺសម្បូរខ្លាំងប៉ុន្តែបន្លែខ្លះគឺថាអត់មានហ្មងអញ្ចឹងគឺត្រូវទិញដល់ខេត្តស្ទឹងត្រែងគ្រប់នៅបានពោតហ្នឹងសិតតែផ្ញើបងខ្ញុំទិញមកពីខេត្តប្រាប់បងស្រីឲ្យគាត់ទិញពោតធម្មតាមកអាពោតមិនទាន់ស្ងោរពេលមកដល់ផ្ទះពោតឆ្អិនស្រាប់មានអីទេមួយយ៉ាងដែរចាំបាច់ពិបាកស្ងោរអីទៀតនិយាយថាស្ប៉ាហ្គេទីក្លុកជាមួយគ្រឿងសមុទ្រខ្ញុំថ្ងៃហ្នឹងគឺថាក្លុកក៏ឆាហ្មងធ្វើនេះកាត់ទេបងប្អូនបើសិនជាផ្ទះខ្ញុំអត់សូវចេះហិលយើងធ្វើឆាគ្រឿងឆាអីមកដឹងតែឆ្ងាញ់ហើយតែស្រួលមួយយ៉ាងដែរអ្នកផ្ទះខ្ញុំសិតតែអ្នកចេះហិលអញ្ចឹងទៅអត់មានពិបាកអីច្រើនទេเอาស្ប៉ាហ្គេទីឲ្យឆ្អិនមកមានពោតដាក់ប៉ុណ្ណឹងមកដាក់ច្រើនជាងនឹងក៏បានដែរហើយដាក់គ្រឿងសមុទ្រប្រហែលជា2គីឡូជាលៃមិនកើតទេបងប្អូនដោយសារតែវាឆ្អិនស្រាប់អញ្ចឹងបងប្អូនមើលតាមហ្នឹងទៅនិយាយទៅរឿងគ្រឿងសមុទ្រដាក់4 5គីឡូពិសេសអាបកាធំចេះដាក់ប្រហែលក៏មិនក្រាន់ដែរលឿនម្យ៉ាងដែរបងប្អូនខ្ញុំបានបងប្អូនខ្ញុំជួយម្នាក់មួយជើងម្នាក់មួយដៃអញ្ចឹងទៅលឿនបើថាធ្វើម្នាក់ឯងវារៀងក្លុកដែរហ្នឹងគាត់ទៅធ្វើគ្រឿងសមុទ្រក្លុកនេះមានអង្គរៈច្រើនណាស់មានប្អូនពៅខ្ញុំផងមានប្អូនផងមានបងថ្លៃផងមានក្មួយផងញ៉ៃក្លុកកឆានបន្តិចប៉ុន្តែសុបាយអានេះវគ្គបញ្ចប់ហើយយើងគ្រាន់តែយកគ្រឿងសមុទ្រយកអីមកដាក់ចូលគ្នាទាំងអស់ហើយក្លុកមកណែបងប្អូនមួយពី3ខ្វាំងអូឡងតំណងហ្មងនេះបានដាក់ទឹកម្ទេសម្ដបទៀតក្រហមជាងនឹងឃើញពណ៌ស្អាតណាស់ប៉ុន្តែខ្លាចក្មួយខ្ញុំហូបអត់កើតអញ្ចឹងដាក់តែប៉ុណ្្នឹងហូបបានទាំងអស់គ្នាគ្រឿងសមុទ្រនឹងទិញមកដំបូងអត់មានគម្រោងមកធ្វើស្ប៉ាហ្គេទីក្លុកទេថាយកគ្រាន់តែស្ងោរធម្មតាឲ្យប៉ាម៉ាក់ហូបចឹងណាហើយប៉ាម៉ាក់ខ្ញុំគាត់ចូលចិត្តណារឿងគ្រឿងសមុទ្រមួយដាក់ប្រមាណក៏អស់ដែរបានជ្រលក់ជាមួយទឹកត្រីកោះកងឬមួយទឹកម្រេចអីអូយពួកគាត់ហូបបាយបានណាតែសម្រាប់ជ្រួលខ្ញុំជាមេនាំរឿងអញ្ចឹងទៅអ្នកផ្ទះយំឡើងពេញនឹងកែហូបហិលមែនតែទប់ទល់ជាមួយទឹកម្ទេសកូរ៉េអា2ដបនេះគឺថាទប់ទល់អត់កើតទេតែខ្ញុំខ្លួនឯងហូបហើយក៏ចង់ទឹកភ្នែកដែរមិនមែនចង់ទឹកភ្នែកគឺទឹកភ្នែកហ្មងបងប្អូនមកពិសាជាមួយយំទាំងអស់គ្នាបានហូបជុំគ្នាអញ្ចឹងក្តីសុខណាស់បងប្អូនហើយចែកគ្នាយំម្នាក់តិចប្អូនពៅខ្ញុំដាក់មួយម៉ាត់ដំបងអត់អីណាដាក់2ម៉ាត់ចាប់ដើមរៀងទឹកភ្នែកមកចេញច្រោកបងប្អូនពៅខ្ញុំស៊ឺសតមួយហើយឥឡូវដល់វេនម៉ាក់ខ្ញុំហូបដងមើលអត់បេះដូងរៀងចែកចាយទៅឲ្យផ្ទះខ្ញុំសបូលក្មេងមែនតែនហ្មងនិយាយទៅក្មួយខ្ញុំច្រើនជាងទៅផ្ទះអត់ដែរចេះស្ងាត់ទេគ្រាន់តែបើកសំឡេងវីដេអូមកបន្តិចឮចែកចាយពេញហ្នឹងហើយទឹកម្ទេសហូបជាមួយគ្រឿងសមុទ្រនេះមហាត្រូវគ្នាដាក់ទៅជាតិហ្មងហិលប៉ុណ្ណឹងឯណាខ្ញុំនៅថែមជាមួយទឹកម្ទេសនេះទៀតអូយតសើខ្លួនឯងមែនបើគេទប់ទល់ជាមួយរបស់ហិលចាំមើលថាទប់ទល់បានយូរប៉ុណ្ណាពេលរឹងដឹងតែខ្ទេចខ្ទីអស់ហើយវាហិលរាល់ថ្ងៃអញ្ចឹងជួបជុំគ្នាអត់ដឹងថាធ្វើអីដាក់មួយមុខនេះមកប៉ុន្តែយើងឆាគ្រឿងឲ្យឆ្ងាញ់មកកុំឲ្យហិលដូចខ្ញុំកាពះខ្ញុំពេទ្យលែងនិយាយរយហ្នឹងសម្រាប់វីដេអូនេះមានតែប៉ុណ្្នឹងទេជួបគ្នាជាមួយខ្ញុំនៅវីដេអូក្រោយៗទៀតបាយបាយសុខសប្បាយទាំងអស់គ្នា